លេងលេងដល់ម៉ោង10ថ្ងៃត្រង់មកទៀតហើយឬអត់ទាន់បានធ្វើអីផងម៉ោងមិនដល់2 10បាត់ទៀតឡើយឥឡូវនេះឆ្លៀតដាំបាយបន្តិចដាំបាយរួចក៏ដាក់ដាំឆ្នាំងស្លឲ្យហើយទៅព្រោះយើងដាំបាយផងយើងដាក់ឆ្នាំងស្លផងចំណេញហើយមុខម្ហូបថ្ងៃនេះគឺស្ងោរស្ពៃបងប្អូននិយាយទៅមុខម្ហូបនេះគឺសាមញ្ញហើយលឿនបំផុតងាយចឹងណា easy លឿនចាំបានញ៉ាំឥឡូវនេះខ្ញុំចាប់ផ្ដើមកាត់គល់ខ្ទឹមកាត់គល់ស្ពៃចោលឲ្យបងប្អូននិយាយគល់ស្ពៃចេញគល់ខ្ទឹមមិនទេនេះហើយឥឡូវនេះក៏ចាប់ផ្ដើមត្រាំស្ពៃចោលចឹងដាក់លាងសាច់ពីទឹកចឹងណាលាងស្អាតទៅឲ្យវាញ៉ាំទៅពេញមាត់បើនិយាយពីសាច់វិញគឺខ្ញុំយកប្រភេទសាច់ឆ្អឹងណាបងប្អូនសាច់ជាប់ឆ្អឹងនិយាយទៅខ្ញុំតើគ្រួសារខ្ញុំក៏ទិញឆ្អឹងជនីប៉ុន្តែអត់បានទេអញ្ចឹងវាមានឆ្អឹងដែរប៉ុន្តែគាត់តែវាត្រូវចិត្តយើងហើយសាច់រាងច្រើនតទៅពេលខ្ញុំឃើញសាច់រាងច្រើនទៅខ្ញុំក៏ជាប្រឡាក់មកមុខទៀតទៅបាន2មុខប៉ុន្តែសាច់ហ្នឹងគឺខ្ញុំប្រឡាក់ទៅឲ្យកូនបើញ៉ាំល្ងាចទេឥឡូវនេះបន្ទាប់ពីយើងចិតសាច់ប្រឡាក់ចិតអីរួចមកចាប់ផ្ដើមយកសាច់ហ្នឹងមកច្រាមចូលគ្នាឲ្យម៉ត់ណាបងប្អូននិយាយទៅគឺច្រាមឲ្យដាច់ពីគ្នាហ្មងហើយខ្ញុំមិនចេះធ្វើម្ហូបអីណាទេបងប្អូនអើយចេះតែស្លឲ្យតែឆ្អិនទៅឆ្ងាញ់មិនដឹងទេប៉ុន្តែខ្ញុំភ្លក់ទៅរសជាតិមិនល្មមបន្ទាប់ពីខ្ញុំក៏ច្រាមសាច់រួចឥឡូវនេះខ្ញុំមកលាងស្ពៃម្ដងហើយកន្លែងនេះឯងខ្ញុំបានផុសរៀលរួចម្ដងហើយបងប្អូនតែឥឡូវខ្ញុំបញ្ចូលក្នុងវីដេអូពេញហ្មងទៅពេលដែលខ្ញុំដាក់ដាំឆ្នាំងស្លដាំអីហើយគឺខ្ញុំមកហាន់ស្ពៃបងប្អូនបើរាល់ដងខ្ញុំមិនលីងខ្ទឹមមួយសាច់មួយអីប៉ុន្តែលើកនេះខ្ញុំចង់ដាំទឹកម្ដងឲ្យវាប្លែកចឹងណាការស្ងោរហ្នឹងមិនប្រកាសតែយើងតែដាំទឹកឯងបងប្អូនយើងអាចតែលីងគ្រឿងមុនក៏បានដែរដើម្បីបង្កើនឈ្ងុយគ្រឿងអីចឹងទៅហើយបើនិយាយពីការបុកម្រេចហើយខ្ទឹមនេះគឺម្រេចខ្ញុំដាក់តិចមែនតើដោយសារកុំបើញ៉ាំដែរចឹងខ្លាចអាអូនគាត់ហល់ញ៉ាំអត់កើតចឹងខ្ញុំដាក់តែបន្តិចតែ2-3គ្រាប់ចឹងទៅពេលដែលទឹកពុះហ្នឹងខ្ញុំដាក់គល់ខ្ទឹមមុនគេបងប្អូនបន្ទាប់មកខ្ញុំចាប់ផ្ដើមយកគ្រឿងដែលបោកហើយហ្នឹងយកទៅដាក់ចូលហើយយើងក៏បង់គ្រឿងទេសតាមហ្នឹងទៅមានអំបិលប៊ីចេងស្ករដាក់មួយចុងស្លាបព្រាហើយមានដុំទឹកខ្នុរមួយទៅវាបង្កើនរសជាតិកាន់តែឈ្ងុយឆ្ងាញ់ដាក់ទឹកត្រីមួយជ្រូចផងបងប្អូនហើយក្រោយមកទៀតខ្ញុំចាប់ផ្ដើមបង់សាច់ឬក៏ឆ្អឹងហ្នឹងដាក់ចូលហ្មងនិយាយទៅមុខម្ហូបនេះគឺងាយមែនតើស្រួលធ្វើតាមមួយផ្លែគឺឆ្អិនឲ្យ15នាទីគឺសាឡឆ្អិនជាការស្រេចឥឡូវនេះខ្ញុំមកហាន់ស្លឹកខ្ទឹមណាបងប្អូនបន្ទាប់ពីខ្ញុំទុកសាច់រៀងចោលមកផុយហើយខ្ញុំចាប់ផ្ដើមបង់ស្ពៃចូលឥឡូវនេះសាឡយើងបានឆ្អិនហើយបងប្អូនហើយនៅពេលដែលឆ្អិនហ្នឹងយើងដាក់តែស្លឹកខ្ទឹមរោយពីលើមករួចរាល់ជាការស្រេចអរគុណច្រើនបាយ